សួស្តីបងបងនេះគឺជាវីដេអូរបៀបប្រើប្រាស់របស់ microphone model T50 នេះបងបង T50 ស៊េរីថ្មីបងអញ្ចឹងសម្រាប់ microphone របស់យើងមួយឈុតគឺមាន microphone សូបសលេងហ្នឹងពីរគ្រាប់បងបងមាននេះសម្រាប់បងប្រើមួយ iPhone ហើយនេះបងប្រាក់សម្រាប់ប្រើមួយទូរស័ព្ទ Android ដោយ Type C ហើយកន្លែងនេះបងបងដាក់ចូលអាវណាបងដាក់ចូលកប៉ៅអាវអីក៏បានដែរហើយបើសិនជាបងបងចង់លាក់ប្រកប microphone បងបងដាក់នេះចូលក្នុងហើយដាក់នេះចេញក្រៅវិញមកអញ្ចឹងវាមើលឃើញទូចមែនតើអញ្ចឹងបងបងអាចលាក់បានដូចថាយើងអត់ចង់ឲ្យគេឃើញ microphone វាស្ដែងពេកអញ្ចឹងបងសម្រាប់ការប្រើប្រាស់បើសិនជាបងប្រើ iPhone បងដាក់មួយដូច iPhone ទៅតែចំពោះអ្នកប្រើ iPhone បងមុនថតបងដោះ cache ទូរស័ព្ទចេញសិនណាបងហើយសម្រាប់បងប្រើទូរស័ព្ទ Android ដូច Type C គឺបងប្រើមួយដូច Type C គេនេះមកបងអញ្ចឹង microphone របស់យើងមុននឹងប្រើបងដោតចូលចេះមកអញ្ចឹងប្រភេទ wireless គឺបងអត់មានត្រូវការតឡង app ឬក៏បើក Bluetooth ទេអត់ទេបងអញ្ចឹងរបៀបប្រើគ្រាន់តែដោតប៉ុណ្ណឹងគឺអូខេហើយបងគឺថតបាននិយាយបានហើយ microphone របស់យើងរបៀបចំណាំបងបើសិនជាដោតទៅវាចេញភ្លើងឡើងហ្នឹងអាហ្នឹងមានន័យថា microphone នេះវាស្គាល់មួយទូរស័ព្ទហើយតែបើសិនជាដោតទៅអត់ចេញភ្លើងទេនេះវាចេះហ្មងបងអាហ្នឹងមានន័យថា microphone របស់យើងវាអត់ទាន់ស្គាល់មួយទូរស័ព្ទទេអញ្ចឹងយើងត្រូវរកវិធីផ្សេងវិញតែចំពោះដោតទៅចេញភ្លើងគឺអូខេហើយវាស្គាល់មួយទូរស័ព្ទហើយអញ្ចឹងចំពោះ function សំឡេងបង microphone នេះវាមាន3 function សំឡេងជាទូទៅបើសិនជាបងទាំងអស់គ្នាប្រើប្រាស់ជាមួយនឹង function កាត់បន្ថយសំឡេងរំខានណាបងបាច់ចុចអីទេបង microphone ភាគច្រើនហ្មងគឺដោតភ្លាមវាចូល function កាត់បន្ថយសំឡេងរំខានអូតូអញ្ចឹងបើសិនជាបងប្រើ function ហ្នឹងបងបាច់ចុចអីទេបងដោតភ្លាមបងថតយកហ្មងឬក៏ live យកមកបានអត់ចាំបាច់ត្រូវចុចអីទេអញ្ចឹងឥឡូវយើងប្រាប់ដល់ function សំឡេងអញ្ចឹងអានេះ function កាត់បន្ថយសំឡេងរំខានបងចុចមួយចេះមក function original sound ចាខាងនេះអត់កាត់សំឡេងរំខានទេអាខាងនេះបានកាត់បន្ថយសំឡេងរំខានហើយបើសិនជាបងចុច2ដង1 2អូខេបងបើចូលអាសញ្ញាមេកូនេះអានឹង mood សលេងអញ្ចឹង mood សលេងនិយាយលើទេបងដោះ mood សលេងវិញចុចមកវិញ2ដងអូខេបងយើងចុចដោះ mood សលេងចុច2ដងទៅគឺដោះ mood វិញហើយបងទៅប្រើប្រាស់ function echo mode បងចុច3ដង1 2 3ចុចជាប់គ្នាអញ្ចឹងបងនេះហើយ play អញ្ចឹងមានន័យថា function echo mode តែលឺឡងតហើយបងចង់ដោះ echo mode វិញបងចុចតែមួយចេះមកណាវាដោះ echo ហើយអញ្ចឹងវាចូល function ធម្មតាអត់កាត់ខ្យល់ទេបងចុចមកចេះវិញមកគឺចូល function កាត់ខ្យល់ទេឬក៏មួយទៀតបងពងតាវិញអត់ដឹងថាទៅណាទៀតថាវាជាប់ echo ចេះហើយបងចង់ឲ្យវាមក function ធម្មតាវិញអត់ដឹងត្រូវធ្វើមកចេះបងវិធីស្រួលបំផុតដាក់ចូលប្រអប់យើងដាក់ចូលប្រអប់ទៅយើងដូច reset microphone នឹងមកវិញអញ្ចឹងដូចយើង reset ទូរស័ព្ទអញ្ចឹងយើងដាក់ចូលហើយយើងដកមកវិញមកគឺវាចូល function កាត់ខ្យល់អូតូវិញហើយអញ្ចឹងសម្រាប់បងរៀងអត់ច្បាស់ទេដាក់ចូលប្រអប់ដកចេញវិញមកគឺចូល function កាត់ខ្យល់អូតូវិញអញ្ចឹងអានេះសិតចំណុចពិសេសដែលយើងចំណាំខ្លួនឯងបានអញ្ចឹងសម្រាប់ model T20 របស់យើងនេះស៊េរីថ្មីបងគ្រាប់ microphone របស់យើងមូលទូស្អាតមែនតើហើយតម្លៃអីក៏សមរម្យដែរសម្រាប់ថ្មវាកាន់បាន8ម៉ោងហើយចម្ងាយវិញចាប់បាន30ម៉ែត្របងតម្លៃតែ20ជាងទេ